បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាពិសេសសប្បុរសជននៅក្នុងបណ្ដាញសង្គម Facebook បានឧបត្ថម្ភដល់ក្មេងទាំង3ហើយក្នុងមួយគ្រួសាររបស់គាត់មានជំងឺធ្លាក់លំពែងទាំង3បាទហើយនៅថ្ងៃនេះផងដែរខ្ញុំបាននាំយកនៅថវិកាដែលទទួលបានពីសប្បុរសជននៅក្នុងបណ្ដាញសង្គម Facebook ដែលថវិកាសរុបមានចំនួន49,000 រៀលបាទទៅជូនដល់ក្រុមគ្រួសារក្មេងទាំង3នេះបាទម្ដាយរបស់គាត់បាទនៅពេលនេះមានការចូលរួមពីក្រុមការងារថ្នាក់កណ្ដាលក្រុមការងារថ្នាក់ឃុំក្រុមការងារថ្នាក់ស្រុកបាទបានមកចូលរួមនៅទីនេះដើម្បីពិនិត្យមើលជាក់ស្ដែងអំពីបញ្ហារបស់គាត់ហើយគាត់ក៏ក្រុមប្រឹក្សាក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ក៏សូមថ្លែងអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជួយដល់គ្រួសារមួយនេះបាទហើយជាពិសេសទៅទៀតនោះគឺគាត់ថាដោយសារតែអត់លុយអញ្ចឹងគាត់អត់បានយកកូនទៅទេបាទគាត់សំលុយសិនក៏ពិតគាត់ត្រូវទៅតាំងពីថ្ងៃទី30មកម្លេះបាទពេទ្យគេទេមកអំណាត់ដែរប៉ុន្តែគាត់អត់មានថវិកាអញ្ចឹងពេលដែលបានថវិកានេះគាត់នឹងឡើងទៅថ្ងៃពុធក្រោយបាទថ្ងៃទី7បាទហើយនៅពេលនេះខ្ញុំក៏បានបកគោលថវិកានេះជូនទៅកាន់គាត់បាទអញ្ចឹងតិចទៀតយើងនឹងជួបគាត់ហើយនិយាយជាមួយគាត់ឲ្យផ្ទាល់ថាគាត់មានអារម្មណ៍យ៉ាងម៉េចដែរបាទសូមអរគុណបាទអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាសប្បុរសជនទាំងអស់ថ្ងៃនេះខ្ញុំបានយកថវិកាសរុបចំនួន49,000 រៀលឲ្យបងស្រីនិងកូនហើយនៅថ្ងៃទី7នេះថ្ងៃពុធសប្តាហ៍ក្រោយយើងនេះគឺគាត់នឹងយកកូនរបស់គាត់ទៅមន្ទីរពេទ្យដើម្បីចូលឈាមអញ្ចឹងខ្ញុំគិតថាបើសិនជាខ្ញុំអាចមានឱកាសទំនេរខ្ញុំនឹងរៀបចំបញ្ជូនគាត់ទៅតែម្ដងបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមការឧបត្ថម្ភซึ่งជាចុងក្រោយបងមានអ្វីថ្លែងអំណរគុណទៅដល់បងប្អូនរបស់យើងទេបាទអរគុណច្រើនបាទអរគុណច្រើនសម្រាប់ទឹកចិត្តហើយគាត់ក៏ត្រូវការជំនួយបន្តទៀតដែរពីព្រោះអីរៀងរាល់2ខែឬក៏3ខែម្ដងគាត់ត្រូវទទួលទៅជារៀងរហូតបាទហើយម្ដងគឺសម្រាប់មួយសប្តាហ៍ឯណោះបាទប្រហែលជាមួយសប្តាហ៍នោះនៅមន្ទីរពេទ្យអញ្ចឹងការចំណាយរបស់គាត់ច្រើនមែនទែនបាទអញ្ចឹងអរគុណច្រើនដល់សប្បុរសជនទាំងអស់ហើយយើងនៅតែអំពាវនាវដើម្បីជួយគាត់បន្តទៅទៀតតាមលទ្ធភាពរបស់យើងអាចជួយបានបាទសូមអរគុណបាទ